បាទគ្រប់ជម្រាបសួរគេសួស្ដីទៅកាន់បងប្អូនទាំងគ្នាដែលកំពុងតែសិក្សានៅថ្នាក់ទី11ទី12ផងដែរអូខេអញ្ចឹងចំពោះវីដេអូមុនគឺលោកគ្រូបានបង្ហាញទៅនឹងមេរៀន switch ណា switch ចំនួនពិតដែលបង្ហាញនៅលំហាត់គំរូទី1ណាអញ្ចឹងលឹកតិចណា switch ចំនួនពិតគឺជាគុំនិលេខដែលយើងកំណត់ពី n ទៅ a ណាគឺពីធម្មចំនួនកត់ធម្មជាតិទៅចំនួនពិតណាអូខេអញ្ចឹងយើងបន្តចូលលំហាត់គំរូទី2គេឲ្យយើងសរសេរណាសរសេរគ្រប់ឯគេណាសរសេរគ្រប់ចំនួនសេរីសរសេរគ្រប់តួនៃ switch រាប់អស់ណាយើងដឹងហើយ switch រាប់អស់គឺជា switch ដែលវាកំណត់ត្រឹមចំនួនណាមួយធំតួ2តួ3តួយើងអាចរាប់បានណាតែបើច្រើនជាងនឹងគឺយើងរាប់បានទេអញ្ចឹងគេឲ្យតួ an ណា an គឺស្មើដក1ស្វ័យគុណ n បូក1លើ n បូក1អានេះគឺជាតួទៅណាជាតួទៅនៃ switch an អញ្ចឹងលក្ខខណ្ឌដែលគេឲ្យគឺ1តូចជាងឬស្មើ n តូចជាងឬស្មើ5អញ្ចឹងមានន័យថា n គឺកំណត់ពីណា n គឺយើងកំណត់ពីណាពី1 2 3 4រហូតដល់5អញ្ចឹង n យើងត្រូវតែឲ្យតម្លៃវាចាប់ពី1ដល់5ហ្នឹងដោយសារវាមានពាក្យថាឬស្មើអញ្ចឹងយើងយកចាប់ពី1ទៅរហូតដល់5បើដាច់ខាតបើ1តូចជាង n ដាច់ខាត n តូចជាង5ដាច់ខាតយើងអត់គិតពីចន្លោះចាប់ពី1យើងគិតចាប់ពី2យើងទៅដល់4ហ្នឹងទៅបាទអូខេយើងចម្លើយយើងមានចម្លើយស្រាប់ដោយសារលំហាត់គំរូយើងមានចម្លើយស្រាប់អញ្ចឹងទី1គឺយើងត្រូវចំនួនលេខដោយសារលក្ខខណ្ឌគេឲ្យគឺពី1ទៅដល់5ណាអញ្ចឹងវាស្ថិតនៅក្នុងចំនួនកត់ធម្មជាតិទេអញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងណាអូខេអញ្ចឹងពី1ដល់5នៅក្នុងទូទៅនៃ an អញ្ចឹងគេបានអញ្ចឹងយើងជួស1ចូលមកជួស1ចូលកន្លែង n នេះអញ្ចឹងបាន a1 អញ្ចឹង a1 ដោយសារ n ស្មើ1យើងអាចលើកអានេះជាស្វ័យគុណអានេះយើងចំនួន1ចូលមកវាបាន1បូក1គឺស្មើ2អញ្ចឹងដក1ស្វ័យគុណ2វាបែងដូចគ្នា1បូក1ស្មើ2អញ្ចឹងនៅពេលដែលយើងសរសេរជាអក្សរគឺបាន1លើ2ដោយសារដក1ដូចជា array ស្មើ1តួទី2យើងជួសយ៉ាងទៀតជួសដូចគ្នាណាយើងជួសលេខ2ចូលមកចានេះវាបាន2 2បូក1 2បូក1គឺ3ណាអូខេអញ្ចឹងវាហៅដក1ស្វ័យគុណ3នៅលើគេលើ3អញ្ចឹងវាបានដក1លើ3អានេះដូចគ្នាយើងជួស4ចូលរហូតដល់អស់តួមកគឺវាមាន5តួណាអញ្ចឹង switch ដែលគេជួសបានគឺប៉ុណ្ណេះគឺ1លើ2ដក1លើ3 1លើ4ដក1លើ5ឬ1លើ6អូខេនឹងចំពោះលំហាត់គំរូទី2ដែលគេឲ្យយើងសរសេរគ្រប់តួនៃ switch រាប់អស់ណាអូខេហើយចំពោះលំហាត់ប្រតិបត្តិលោកគ្រូនឹងកែនៅវីដេអូក្រោយដោយសារកុំឲ្យវីដេអូវែងណាបាទអូខេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបាទ